Mà đếch của ba em ní hết ở với ban chơi đó niếng không chùm nắng mà nó chỉ chơi មានរឿងអ្វីកើតឡើងឬឡៃឡា xua ba em ní đời sao ta mình đăng men rứ ឡៃឡា Sinclair កូនស្រីពៅនៃត្រកូល Sinclair Edit the Hellhoff បានរៀបការជាមួយនឹង Killian Rodwit អូរឿងនឹងទេហ៎ មានមនុស្សស្រីច្រើនណាស់តែហេតុអ្វីបានជាជ្រើសរើសនាង ប្រហែលជាចំណងចំណូលចិត្តរបស់ឌូចូលចិត្តប្រមូលមនុស្សស្រីដែលគ្មានបានការទេដឹង បងកំពុងលេងសើចជាមួយខ្ញុំឬ កែវដែលចិត្តប្រេះហើយមិនបាច់ធ្វើអ្វីវាគង់តែបែកទេបងប្រុសបងមានអ្វីដែលកំពុងលាក់បាំងខ្ញុំឬឥឡូវនេះប្រាប់ខ្ញុំមកកុំបញ្ឆិតបញ្ឈៀងប្អូនស្រីពិតជាឆេវឆាវមែនឯងប្រើខួរគិតបន្តិចទៅហេតុផលអ្វីទើបមនុស្សពីរនាក់អាចរៀបការជាមួយគ្នាដូចដែលបានដឹងសិទ្ធិដែលចែកចាយនិងគ្រប់គ្រងអណ្ដូងរ៉ែនៅភាគខាងត្បូងគឺត្រូវគ្រប់គ្រងដោយត្រកូល Rickelhoff រ៉ែដែកទាំងនោះជាវត្ថុធាតុដើមសម្រាប់ផលិតអាវុធវាមិនមែនជារឿងលេងសើចទេតើឯងដឹងទេហេតុអ្វីបានវាសំខាន់សុកគាត់និយាយពីរឿងសភាវុធខ្ញុំមិននឹងអាចដឹងទៅអូប្អូនស្រីដ៏គួរឲ្យស្រឡាញ់របស់បងឯងមិនដឹងទេឬថាពេលនេះនយោបាយកំពុងបែងចែកយ៉ាងម៉េចក្រុមកម្លាំងរបស់ Dude Lanston គឺកំពុងតែចង់ដណ្ដើមតំណែងពីអធិរាជវ័យក្មេងនិងកងកម្លាំងមួយទៀតដែលគ្រប់គ្រងទៅលើអធិរាជប្រមុខតំណាងក្រុមដែលគ្រប់គ្រងអធិរាជគឺ Dude Rookwood ដូច្នេះគាត់ត្រូវតែចងសម្ព័ន្ធតឹងរឹងជាមួយនឹង Count Rickelhoff ដើម្បីកុំឲ្យទៅចុះសម្ព័ន្ធជាមួយនឹង Dude Lanston នេះគួរតែជាដំណឹងល្អឬបងលេងសើចនឹងខ្ញុំពេកហើយនេះជាមូលហេតុដែលពួកគេសំតែរៀបការ គ្រប់គ្នាសិតតែគិតបែបនេះរឿងសបាយទៅតែចាប់ផ្ដើមប៉ុណ្ណោះតើមើលទៅ Count Rickelhoff ដូចជាកំពុងចងសម្ព័ន្ធជាមួយនឹង Dude មែនទេនាងស្រីចង្រៃនេះនាងមិនអាចធ្វើវាឲ្យត្រឹមត្រូវទេឬ សុំទោសលោកប៉ាកូនធ្វើខុសហើយខ្ញុំនឹងព្យាយាមធ្វើឲ្យបានល្អជាងនេះ ត្រូវហើយនាងគួរតែធ្វើឲ្យបានល្អជាងនេះ បែបហ្នឹងមែនឬវាស្ដាប់ទៅដូចជារឿងដែលកុហក មែនហើយបើយើងមិនបានឃើញដោយផ្ទាល់ភ្នែកវាហាក់ដូចជារឿងដែលប្រឌិតឡើងអញ្ចឹង តើវាពិបាកទេអេឌីនមានចំណុចណាដែលឯងនៅមិនទាន់យល់ទេឯងសួរខ្ញុំបន្ថែមបានណាកុំខ្លាចអីចាស់អ្នកម៉ាក់អូនេះគឺដល់ពេលហើយអ្នកម៉ាក់កំពុងរងចាំអ្នកណាឬអូអេឌីននៅមិនទាន់ដឹងទេអ្នកម៉ាក់បានហៅអ្នកច្នៃម៉ូដសម្លៀកបំពាក់រាជវង្សមកទីនេះបន្តិចទៀតនឹងមកដល់ហើយអ្នកច្នៃម៉ូដសម្លៀកបំពាក់បើតាមសាច់រឿងដើមលោកស្រីអ្នកច្នៃម៉ូដសម្លៀកបំពាក់បានមកដល់ហើយឲ្យគេចូលមកថ្ងៃនេះសម្រាប់កិច្ចការព្រំនេះសិនបានហើយចាអ្នកម៉ាក់ខ្ញុំគួរតែចាំសាច់រឿងឲ្យបានច្បាស់មុននឹងចាប់ផ្ដើមមានអារម្មណ៍ថាពេលដែលចាស់ទៅខ្ញុំរើសតែម៉ូដដដែលវគ្គនេះខ្ញុំនឹកឃើញហើយក្មេងៗតើជួយរើសម៉ូដឲ្យម៉ាក់ផងបានទេអូភ្លាមបែរតែដឹងមិនបានរំពឹងទុកសោះទោះបីជាខ្ញុំរើសខ្ញុំដឹងច្បាស់ណាស់គាត់នឹងមិនចូលចិត្តជំរើសរបស់ខ្ញុំទេផ្ទុយទៅវិញប្រសិនបើជាជំរើសរបស់ Elisa គ្រប់គ្នាប្រកាសជាកើតសរសើរអ្នកម៉ាក់បែបនេះពិតជាល្អមែនឬធ្វើចិត្តឲ្យត្រជាក់មិនបាច់មានសម្ពាធទេព្រោះលទ្ធផលគឺបានកំណត់រួចហើយ Elisa គឺរស់នៅជាមួយនឹង Duchess រយៈពេល5ឆ្នាំហើយប្រៀបធៀបនឹងខ្ញុំដែលទៅតែឃើញ design ក្នុងប្រឡំលោកបែបនេះលើកដំបូងអ្នកម៉ាក់មួយនេះយ៉ាងម៉េចដែររពណ៌ខៀវនៅទំព័រទី11អូមួយនេះឬ Elisa អ្នកនាងពិតជារើសបានល្អមែននេះគឺជា design ចុងក្រោយបង្អស់របស់យើងសូត្រគឺពេញនិយមសម្រាប់អ្នកនៅក្នុងរាជវាំងណា
មើលទៅដូចជាជំរើសដែលល្អឥតខ្ចោះ Duchess គឺមានសម្បុរពណ៌សពណ៌អ្វីក៏ស័ក្តិសមនឹងនាងដែរជាពិសេសគឺពណ៌ទឹកបេងដែលកាន់តែធ្វើឲ្យភ្នែកពណ៌ត្នោតនោះកាន់តែលេចធ្លោអេឌីនគិតយ៉ាងម៉េចដែរម៉ូដដែលអេលីសារើសនោះគឺពិតជាស័ក្តិសមនឹងអ្នកម៉ាក់ណាស់ប៉ុន្តែប្រសិនបើអ្នកម៉ាក់ចង់បានអ្វីដែលថ្មីប្លែកនោះខ្ញុំគិតថាមួយនេះយ៉ាងម៉េចដែររ៉ូបមួយនេះវាបើសិនជាថ្ងៃណាមួយអ្នកម៉ាក់ចង់បានអ្វីដែលប្លែកម៉ូដមួយនេះយ៉ាងម៉េចដែរអ្នកម៉ាក់មានរសនិយមល្អកម្រមានអ្នកណាដែលពាក់ហើយអាចស័ក្តិសមដូចជាអ្នកម៉ាក់ណានៅសតវត្សទី11រ៉ូបបែបនេះគឺមើលទៅប្រណិតណាស់ស័ក្តិសមនឹងលោកស្រីនៃត្រកូលអភិជនរ៉ូបនេះគឺពិតជាស្រស់ស្អាតប៉ុន្តែបើខ្ញុំពាក់ទៅតើវាមិនឆើតឆាយពេកទេឬគាត់កំពុងតែស្ទាក់ស្ទើរហើយខ្ញុំគិតថាកាន់តែចាស់គួរតែពាក់ពណ៌ដែលកាន់តែលេចទោះយ៉ាងណាក៏ដោយខ្ញុំគ្មានបំណងចង់ឈ្នះការប្រកួតបែបនេះទេអ្នកម៉ាក់គឺស្រស់ស្អាតណាស់រ៉ូបបែបនេះអាចនឹងសមនឹងអ្នកម៉ាក់ខ្លាំងឯងបញ្ចូលម៉ាក់ពេកហើយអញ្ចឹងខ្ញុំជឿតាមរសនិយមរបស់កូនស្រីទាំងពីរនាក់ចុះពេលនេះជ្រើសរើសសម្លៀកបំពាក់របស់ឯងម្ដងទៅអេលីសឺខ្ញុំពិតជាមិនចាំបាច់ទេខ្ញុំមានសម្លៀកបំពាក់ច្រើនហើយមើលទៅក្បាច់ផ្កាមួយនេះពិតជាស័ក្តិសមណាស់ពេលដែលមានពិធីជប់លៀងមែនហើយអ្នកម៉ាក់មួយនេះក៏ស្អាតដែររ៉ូបពណ៌ផ្កាឈូកនេះគឺសមជាមួយនឹងសម្បុរពណ៌សនិងថ្ពាល់ពណ៌ស៊ីជម្ពូរបស់អេលីសាណាមែនហើយអេឌីតពិតជាភ្នែកមុនមែនតើម៉ូដបែបអាណាចក្របែបនេះយ៉ាងម៉េចដែរខ្ញុំពិតជាមិនអីពិតមែនសរុបមកគឺយកទាំង5នេះពិតជាការសម្រេចចិត្តដ៏ពិបាកពិតមែនអូព្រះមើលខ្ញុំចុះអេឌីតត្រូវការរ៉ូបថ្មីដែរទេខ្ញុំពិតជាមិនអីទេម៉ាដាមរ៉ូយ៉ាល់តើម៉ាដាមទទួលការច្នៃរ៉ូបឬទេចាប្រកាសណាស់គ្រាន់តែការច្នៃបន្តិចខ្ញុំអាចធ្វើបានតើអ្នកនាងត្រូវការយ៉ាងម៉េចបើអញ្ចឹងល្អណាស់អេណាទៅយករ៉ូបទាំងនោះមកខ្ញុំចង់ឲ្យដកគ្រឿងអលង្ការដែលជាប់នឹងរ៉ូបទាំងនេះចេញថែមទាំងបិទកន្លែងទ្រូងផងវាបញ្ចេញខ្លាំងពេកខ្ញុំមិនសូវជាសប្បាយចិត្តទេចាបែបនេះគឺមិនអីទេតែដូចជាចំណង់ចំណូលចិត្តរបស់អ្នកនាងគឺផ្លាស់ប្ដូរហូបែបហ្នឹងឬហើយក្រណាត់ត្រង់នេះសូមបិទបន្ថែមទៀតជាមួយនឹងត្រង់នេះផងទីបំផុតខ្ញុំធ្វើវារួចរាល់អស់ហើយតើគ្រឿងអលង្ការដែលដកចេញពីរូបនោះនឹងមានតម្លៃប៉ុណ្ណាទៅខ្ញុំកំពុងតែចូលទៅចិត្តម៉ាក់ក្មេកដើម្បីទៅបង្កើតភាពស្និទ្ធស្នាលហើយបែបនោះ Killian តើគេមកទីនេះដើម្បីអ្វីលោកមានរឿងអ្វីឬមកតាមខ្ញុំមកខ្ញុំមកប្រាប់ថាអេលីសហៅនាងឲ្យទៅផឹកទឹកតែនៅក្នុងសួនអូបែបនេះទេឬតើមានវគ្គតែផឹកទឹកតែជុំគ្នាបែបនេះដែរឬក៏ខ្ញុំនឹកមិនឃើញខ្ញុំប្រកាសណាស់ថាអេលីសាមានបំណងចង់ឲ្យគេមករកខ្ញុំសូម្បីតែផែនខ្នងក៏ត្រូវគូមកយ៉ាងស្រស់ស្អាតស្មាទាំងនោះតើគេជាអ្នកហែលទឹកអាជីពឬចង្កេះតូចបែបនេះគឺគួរឲ្យតាក់ទាញណាស់កុំបារម្ភអីអេលីសាខ្ញុំគ្រាន់តែមើលប៉ុណ្ណោះអេឬមួយគេដឹងហើយថាខ្ញុំលួចមើលគេខ្ញុំប្រមាននាងខ្ញុំសុំទោសគ្មានចេតនាលួចមើលទេសូមកុំនិយាយអ្វីផ្ដេសផ្ដាសនៅចំពោះមុខអេលីសានាងជាសមាជិកសំខាន់នៅក្នុងគ្រួសារនេះក៏ជាមនុស្សសំខាន់របស់ខ្ញុំផងដែរលោកគ្រាន់តែចង់និយាយពាក្យធ្វើឲ្យខ្ញុំឈឺចាប់តែប៉ុណ្្នឹងទេឬខ្ញុំក៏ជាមនុស្សដែរលោកមិនដឹងទេនាងជាមនុស្សខ្ញុំស្មានតែជាសត្វអសេរពិសទេតើ Killian នេះជាពាក្យសមរម្យរបស់លោកឬអញ្ចឹងខ្ញុំអាចនិយាយពាក្យបែបនេះ
ទៅកាន់ editor បានដែរមែនទេវាដូចជាលោកគ្រាន់តែនិយាយដើម្បីឲ្យខ្ញុំខ្លាចទៅជាមនុស្សអាក្រក់អធ្យាស្រ័យផងខ្ញុំមិនមែនមនុស្សដែលគេចងខ្សែដោយងាយទេថាយ៉ាងម៉េចប្រកាសណាពេលនេះខ្ញុំកំពុងតែខឹងលោកតែវាមិនអាចយកមកលាយឡំគ្នាបានទេស្វាគមន៍ Lady Edith ចា៎សូមអរគុណ Lady Elsa ដែលបានអញ្ជើញខ្ញុំមកដូចជាអ្នកនាងកំពុងតែសម្របខ្លួនបានល្អនៅក្នុងផ្ទះនេះហើយ Lady Edith តែសូមកុំដាក់សម្ពាធខ្លួនឯងពេកអីអ្នកទាំងពីរទើបតែរៀបការហើយថ្មីថ្មោងបែបនេះមិនរៀបចំពេលដើម្បីទៅ honeymoon ទេឬខ្ញុំយល់ហើយនេះជាល្បិចរបស់ Cliff រុញ Killian មកឲ្យខ្ញុំដើម្បីមានពេលនៅជាមួយ Elisa តែពីរនាក់ ខ្ញុំមិនប្រកាសដែរព្រោះមើលទៅ Killian ប្រហែលជារវល់នេះជាពេលដ៏ល្អសម្រាប់ចុះទៅមើលដែនដីព្រោះបន្តិចទៀតនេះរដូវរងានឹងចូលមកដល់ហើយ Elisa គិតយ៉ាងម៉េចដែរចង់ទៅដើរលេងទេលើកមុនខ្ញុំឮនាងនិយាយថាចង់ទៅដើរលេងខ្ញុំហេតុអ្វីចាំបាច់ធ្វើឲ្យ Elisa ពិបាកម្លេះ Elisa មិនបាច់យកចិត្តទុកដាក់នឹងពាក្យដែល Cliff និយាយទេបើយើងទុក Elisa នៅទីនេះតើនាងនឹងមិនជួបបញ្ហាបន្ថែមដោយសារតែឯងទេឬនឹងហើយត្រឹមត្រូវហើយបើមើលពីខាងក្រៅមកពួកគេទាំង3នាក់ដូចជាបងប្អូនដែលស្រឡាញ់គ្នាអញ្ចឹងតែបើដក Cliff ចេញច្បាស់ណាស់ថាជាគូស្នេហ៍ដ៏ផ្អែមល្ហែមប្រហែលដោយសារតែគេជួតួឯងទេដឹងទើបមានការគិតដ៏ល្អិតល្អន់បែបនេះចុះ Lady Edith គិតយ៉ាងម៉េចដែរចាការគិតរបស់ខ្ញុំបើដកវត្តមានរបស់ខ្ញុំនៅក្នុងវិមាននេះគឺមានតែ Lady Killian និង Elisa តែប៉ុណ្ណោះតើអ្នកនាងគិតយ៉ាងម៉េចដែរចំពោះស្ថានភាពបែបនេះ ចាប់ហើយ admin សូមអរគុណដល់គ្រប់ like គ្រប់ subscribe គ្រប់ view ដែលអ្នកទាំងអស់គ្នាបានមើលគ្រប់ comment គឺ admin បានអានទាំងអស់អរគុណច្រើនណាស់ដែលបាន support channel ដ៏ទូចកំប្រឹងមួយនេះ admin អរគុណច្រើនណាស់ហើយមួយទៀតadmin អត់សួរអ្នកទាំងអស់គ្នាតែ admin មកលោកអ្នកទាំងអស់គ្នាស្ដាប់ admin ណាចូលចិត្តរឿងរបស់ចិនជាងរឿងរបស់កូរ៉េរឿងនេះដែល admin ធ្វើនេះ admin ចូលចិត្តរឿងចិនជាងប៉ុន្តែឃើញថាអ្នកទាំងអស់គ្នាដូចជាចូលចិត្តរឿងកូរ៉េជាងតែ admin អត់ខ្វល់ទេ admin នឹងធ្វើតាមអីដែល admin ចង់ចឹង admin នឹងដូរផុសរឿងកូរ៉េមួយថ្ងៃរឿងចិនមួយថ្ងៃ channel admin អត់ទេ channel តាមចិត្ត admin អត់ស្ដាប់នៅគេទាំងអស់នេះគ្រាន់តែជាដំណឹងតែប្រាប់អ្នកទាំងអស់គ្នាឯង admin អត់បានសួរយោបល់ទេ admin ថាធ្វើអីបាច់ comment ហាមឃាត់ admin ទេបានហើយខ្ញុំនិយាយជាមួយឯងបាយបាយ